ជំរាបសួរចានាងខ្ញុំសាស្ត្រាចារ្យប៉ាន់ចន្ទថលឯកទេសផ្នែករូបភាពវិទ្យាសាស្ត្រនៃមន្ទីរពេទ្យរ៉ាយ៉ាល់ភ្នំពេញដោយសារមួយរយៈកាលកន្លងមកនេះយើងសង្កេតឃើញថាជំងឺដុំសដន់មានចំនួនកើនឡើងគួរឲ្យចាប់អារម្មណ៍ហើយកើតឡើងច្រើនទៅនៅលើស្ត្រីដែលមានអាយុកាន់តែក្មេងទៅជំងឺមហារីកសដន់នេះគឺបាននឹងកំពុងតែឈរនៅលើលេខរៀងលំដាប់ទី1ដោយជាការសិក្សារបស់អង្គការសុខភាពពិភពលោកថ្មីនេះបានបង្ហាញឲ្យឃើញថាជំងឺមហារីកសដន់បានឡើងទៅឈរនៅលេខរៀងទី1បន្ទាប់មកទើបជំងឺមហារីកមាត់ត្បូនដែលคล้ายមកជាជំងឺលេខរៀងទី2ជំងឺមហារីកសដន់គឺជាជំងឺមួយដែលលាក់មុខកើតឡើងយ៉ាងស្ងៀមស្ងាត់បំផុតវាអាចសំងំនៅក្នុងខ្លួនស្ត្រីអាចរហូតដល់រយៈពេល3ឆ្នាំដោយមិនមានចេញជារោគសញ្ញាអ្វីទាំងអស់ប៉ុន្តែនៅពេលដែលវាចាប់ផ្ដើមមានរោគសញ្ញាបានន័យថាវាអាចហួសពេលបន្តិចទៅហើយបានន័យថាការព្យាបាលនិងការព្យាករណ៍នៃការរស់រានមានជីវិតមានសង្ឃឹមតិចយើងសំណូមពរឲ្យនារីដែលមានអាយុ25ឆ្នាំឡើងទៅគួរតែចេះពិនិត្យសដន់ដោយខ្លួនឯងជារៀងរាល់ខែមួយខែម្ដងជាពិសេសនៅពេលមួយទឹកគួរតែចេះស្ទាបសដន់ខ្លួនឯងហើយនឹងពិនិត្យមើលថាតើមានអ្វីមិនប្រក្រតីដែរឬទេហើយជារៀងរាល់ឆ្នាំស្ត្រីក៏គួរតែទៅជួបជាមួយនឹងគ្រូពេទ្យឯកទេសខាងផ្នែកសដន់ដើម្បីអាចគ្រូពេទ្យពិនិត្យហើយនឹងធ្វើអេកូក្រាហ្វីគឺអេកូសដន់ហ្នឹងរួមជាមួយនឹងអាចបន្ថែមជាមួយនឹងការគៀបសដន់ដែលយើងហៅថា Mammography ការធ្វើអេកូក្រាហ្វីសដន់មិនបាច់ត្រៀមមុនមិនប៉ះពាល់ដល់សុខភាពនិងមិនមានការឈឺចាប់អ្វីឡើយស្ត្រីអាចធ្វើអេកូក្រាហ្វីសដន់ដោយញឹកញាប់ដោយពុំមានផលវិបាកទេបន្ទាប់ពីធ្វើអេកូក្រាហ្វីនិងឬក៏គៀបសដន់មកគ្រូពេទ្យនឹងចេញលទ្ធផលដែលអាចមានច្រើនប្រភេទ Byrate 1 ឬក៏ប្រភេទទី1បានន័យថាសដន់នោះជាសដន់ល្អដែលពុំមានដុំអ្វីទាំងអស់ Byrate 2 ឬក៏ប្រភេទទី2បានន័យថាសដន់មានដុំដែរតែគឺជាប្រភេទដុំស្លូតពុំមានប៉ះពាល់ដល់សុខភាពនិងអាយុជីវិតឡើយ Byrate 3គឺជាសដន់ដែលមានដុំសាច់ហើយដែលពុំប៉ះពាល់ដល់អាយុជីវិតដែរគ្រូពេទ្យគ្រាន់តែតម្រូវឲ្យមានការធ្វើការតាមដានជាញឹកញាប់អំពីភាពប្រែប្រួលរបស់ដុំនោះជារៀងរាល់6ខែឬក៏4ខែម្ដងបើគ្រូពេទ្យបញ្ជាក់លទ្ធផលថាជា Byrate 4 ឬក៏5ឬក៏ប្រភេទទី4ឬក៏ប្រភេទទី5បានន័យថាគឺជាដុំដែលមានហានិភ័យខ្លាំងគឺជាប្រភេទដែលមានដុំសាច់កាចដូច្នេះគ្រូពេទ្យនឹងតម្រូវឲ្យមានធ្វើការចោះឬក៏ច្រឹបយកដុំជាលិកាតូចដែលសង្ស័យនោះបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើការសិក្សាឲ្យច្បាស់លាស់ថាតើជាដុំមហារីកប្រភេទណាកម្រិតណាហើយនឹងធ្វើការព្យាបាលទៅតាមប្រភេទដុំនោះឲ្យមានប្រសិទ្ធភាពចាវេជ្ជបណ្ឌិតនឹងមិនធ្វើការវះកាត់ដុំសដន់ដោយមិនមានការរកវិនិច្ឆ័យច្បាស់លាស់ឡើយពីព្រោះថាហានិភ័យនៃការព្យាបាលមានផ្សេងគ្នាទៅតាមប្រភេទដុំសដន់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសូមស្ត្រីទាំងឡាយកុំមានការភ័យព្រួយបារម្ភអ្វីដោយអ្នកគ្រាន់តែចេះស្ទាបសដន់ដោយខ្លួនឯងជារៀងរាល់ខែមួយខែម្ដងហើយនឹងអញ្ជើញទៅជួបគ្រូពេទ្យដើម្បីពិនិត្យសដន់ឲ្យបាន1ឆ្នាំម្ដងជារៀងរាល់ឆ្នាំហើយបើសិនជាស្ត្រីមិត្តនារីទាំងឡាយមានដុំសដន់ក៏អាចអញ្ជើញមកមន្ទីរពេទ្យរ៉ាយ៉ាល់ភ្នំពេញព្រោះថាឥឡូវនេះយើងមានឧបករណ៍ digital រួមផ្សំនឹងបច្ចេកវិទ្យាទំនើបហើយនឹងគ្រូពេទ្យដែលមានបទពិសោធន៍ខ្ពស់អាចជួយធ្វើរោគវិនិច្ឆ័យរវែកមុខរកឃើញជំងឺដ៏លាក់លៀមនេះតាំងពីដំណាក់កាលដំបូងហើយអាចព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់និងការជាដាច់ជារៀងរហូតចាសូមអរគុណ